ចុះតាមដានសត្វល្អិតក្រោយពីយើងធ្វើការបាញ់រួចដូចជាមិនមានទេនេះស្វិតមកគ្រាប់ហើយបងប្អូនស្វិតមកគ្រាប់ហើយយើងបាញ់បរុនជាមួយ Speed Atonic មិនគួរជឿទេបងប្អូន Speed Atonic ដាក់មកជាមួយបរុនម៉ែឲ្យមួយចេញយ៉ាងនឹងខ្លាំងជាងរូបមន្តទី1នៃ Transform ទៀត Speed Atonic បងប្អូនមើលខ្ញុំទាញឲ្យមើលខ្ញុំលូកដៃវាអត់ចង់បានទេបងប្អូនដោយសារខ្ញុំខូចដៃមកចំហៀងកាលពីវះកាត់វាខូចដៃមកចំហៀងលើកអត់រួចព្រោះគេកាត់ផ្ដាច់សរសៃក្លៀកក្នុងការវះកាត់អញ្ចឹងវាលើកពិបាកក្នុងការលើកដៃឈោងទាញអីបងប្អូនមើលនេះអូយជ័យមែនហ្មង Speed Atonic បាញ់ជាមួយបរុនដាក់មកទាញមកនេះទាញឡើងខាប់ទឹកខាប់ដីហ្មងបងប្អូនមកច្កោមមកច្កោមចឹងបងប្អូនខ្ញុំចេះតែមកតាមដាននៅពេលយប់ទី1សកម្មភាពសត្វល្អិតបើកាលណាយើងមើលពេលថ្ងៃយើងអត់ដឹងថាស្ថានភាពនៃសត្វល្អិតតែមិនទេតែយើងមើលពេលយប់គឺយើងដឹងថាក្នុងចំការយើងវាមានពពួកសត្វល្អិតអ្វីខ្លះអញ្ចឹងបងប្អូនបងប្អូនមើលចេញដល់ហើយនេះដូចខ្ញុំនិយាយពីវីដេអូពីថ្ងៃអញ្ចឹងថាលំដាប់ឆ្នាំនេះចេញមកសិតផ្កាយនេះបងប្អូនឃើញទេចេញមកសិតផ្កាយមកនេះ7ព្រៃបងប្អូនឃើញអត់ឃើញ7ព្រៃទេនេះប៉ុនអត់អីទេវាស៊ីហ្នឹងគង់តែវាងាប់ឯងបាទតិចទៀតវាជ្រាបឆ្នាំពុលធ្លាក់ហើយបងប្អូនមើលអូវាទំចេញ